បាទសួស្តីបងប្អូនទាំងអស់គ្នានឹងអញ្ចឹងនេះគឺជាគ្រូរបស់ខ្ញុំណានឹងអញ្ចឹងខ្ញុំធ្វើវីដេអូនេះឡើងគឺសម្រាប់ remove tag មានន័យថានៅពេលដែលមាននរណាម្នាក់ tag មក account Facebook profile ឬក៏ account page ហ្នឹងហើយដូចឈ្មោះមួយនេះ tag củaខ្ញុំធន់ជាងណាហ្នឹងហើយគាត់បាន tag củaខ្ញុំអញ្ចឹងគ្រប់វីដេអូដែលគេ comment របស់គាត់គឺតែងតែ load នៅលើលោកក្តឹងអញ្ចឹងដើម្បី remove បានគឺគ្រាន់តែចុចលើរបស់គាត់ចឹងមកហ្នឹងហើយតមកទៀតយើងយកនេះចុច3តមកយើងរកពាក្យថា remove tag នេះឃើញទេ tag ហ្នឹងមានតែគេភ្ជាប់ជាមួយនឹង description ណាការពណ៌នេះយើង remove មកអូខេតមកយើងចុចពាក្យថា hide បើយើង add ទៅ profile គឺមាននៅលើ profile យើងអញ្ចឹងយើងដាក់ hide ទៅដើម្បីកុំឲ្យនរណាឃើញព្រោះយើងប្រើពាក្យថា remove ហើយឬក៏យើងអាចទៅសេទៅកាន់នេះ recommend ទៅសេទៅ comment ចាស់ account ផ្ទាល់ខ្លួនថាកុំទៅអត់ take មកខ្ញុំពេកអញ្ចឹងណាខ្ញុំអត់ទេខ្ញុំចុច hide អញ្ចឹងនឹងបាត់ហើយឃើញនេះ remember ទៅអានេះទៀលនឹងអញ្ចឹងរាល់ការ comment ផ្សេងអីគឺលែងមានណានេះគាត់បាន take នេះជាមួយខ្ញុំមើលខ្ញុំបញ្ជាក់តិចណាកន្លែងហ្នឹងនេះបាត់ទៅឃើញណានេះសូមខ្ញុំរកមើលសិនណានេះវីដេអូ take ក៏មានពាក្យ take នេះ comment ដូចវិចិត្រកូដខ្មែរ comment នៅក្នុងការ take ដែរនេះវីដេអូនោះនេះរបៀប take នេះគាត់តែដាក់ទង់ជប់ហើយទង់ជប់ add ហើយយើង add ទៅ account ឃើញនេះឲ្យតែចេញសចេះគឺយើង remove ចេញហើយបើសិនជានៅពណ៌ Q នេះពណ៌ទឹកប៊ិចនេះមានន័យថានៅជាប់ take ឃើញទេបើខ្ញុំ remove អញ្ចឹងវាឡើងសវិញណានេះផ្សេងហ្នឹងខ្សែកក្តារឬក៏សឿងងាគឺគាត់ remove ដែរណាវារំខានណាពេលយើងដាក់ take អញ្ចឹងការ take នេះគឺសំខាន់ដែរដើម្បីឲ្យវីដេអូយើងណាហោះទៅនរណាម្នាក់វាចាប់ផ្ទុះហ្នឹងហើយអរគុណច្រើនវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេណាហ្នឹងហើយអញ្ចឹងបើបងប្អូនចង់តាមដាន channel របស់ខ្ញុំទៅកើតទេនេះខ្ញុំដាក់ថា High Swiss KX Technology មានថាប៉ុសHigh Swiss KX ដែលនិយាយពីបច្ចេកទេសឬតើតទៅនឹងបច្ចេកវិទ្យាអីផ្សេងឬក៏ព័ត៌មានអីខ្ញុំអាចជា update ចូល channel ហ្នឹងណានេះសារហ្នឹងឥឡូវសមាជិកមានតែ3នាក់ទេណាតែ join ហើយខ្ញុំក៏មានគ្រូរបស់ខ្ញុំតខ្លួនដែរណាគឺនេះ lady គឺអញ្ចឹងបងប្អូនណាចង់ join ឬក៏ invite friend អីអាចធ្វើការទាញចូលគ្រូនឹងបានណាខ្ញុំនឹងធ្វើការ approve ហើយរកកផុសគឺខ្ញុំមិនអនុញ្ញាតឲ្យផុសលបែងស៊ីសងឬក៏និយាយអំពីនយោបាយការជេរប្រមាថអីទេឬក៏រឿងអាភាសឬក៏ការឆោបបោកអីនៅក្នុងហ្នឹងគឺខ្ញុំអត់ approve ឲ្យទេអត់បញ្ជាក់ចូលទេណានិយាយតែរឿងល្អការអប់រំឬក៏បទចម្រៀងផ្សេងការកំសាន្តការប្លែកឬក៏និយាយអំពីជីវិតបែបស្រុកស្រែតាមជនបទទីក្រុងអីចឹងហ្នឹងហើយអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេណាអរគុណច្រើនកុំភ្លេចជួយ follow ខ្ញុំម្នាក់មួយផងណានេះអរគុណបាយបាយជួបគ្នានៅវីដេអូក្រោយទៀត